ចាខាងអូឌីតគេបានឆែករកឃើញថាមានលុយចំនួន$27,4,500ត្រូវបានដកចេញពីធនាគារក្នុងរយៈពេល3ឆ្នាំកន្លងមកហើយកំរងឯងជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឯងដឹងហើយថាអ្នកណាជាអ្នកដកលុយហ្នឹងហើយដកយកទៅធ្វើអីប្រាប់ខ្ញុំមកដើម្បីខ្ញុំចាត់ការម្នាក់នោះតាមផ្លូវច្បាប់និងអូសកយកទៅដាក់គុកបងកុំប្តឹងខ្ញុំអីខ្ញុំសុំសារភាពណាលុយនេះគឺខ្ញុំអ្នកយកទាំងអស់កុំប្តឹងខ្ញុំអីណាបងហេតុអីបានជាឯងធ្វើបែបនេះតើឯងយកលុយដល់ច្រើននេះទៅណាមកពីអញ្ចឹងតាបានជាកម្រងឯងស្រែកថាអត់លុយនៅពេលដែលខ្ញុំចង់បដូរអอฟហ្វីសហើយនឹងខ្ញុំហៅគេមកធ្វើអូឌីតកម្រងឯងតែងតែប្រឆាំងខ្ញុំកម្រងឯងខ្លាចបែកការរឿងហ្នឹងត្រូវអត់ចាបងយកលុយទៅណាច្រើនម៉េចបងធ្វើអញ្ចឹងវាខុសច្បាប់បើបងរកលុយមិនបានសងកន្លែងវិញណាបងត្រូវតែជាប់គុករឿងបែបហ្នឹងកម្រងឯងមិនអាចធ្វើម្នាក់ឯងទេបុគ្គលិកនៅក្នុងផ្នែកកម្រងឯងប្រកាសជាដឹងមែនអត់ចាបងដាលីឯងឆាប់ខហៅវ៉ាន់ថានឹងបងសេរីឲ្យចូលមកភ្លាមកុំខលបងកុំរករឿងពួកគាត់អីគាត់គ្រាន់តែធ្វើតាមការស្នើសុំរបស់ខ្ញុំទេរឿងប្រហែលខ្ញុំជាអ្នកធ្វើហើយលុយទាំងអស់នេះខ្ញុំជាអ្នកយកម្នាក់ឯងទេបងកុំរករឿងពួកគាត់អីណាអញ្ចឹងកម្រងឯងប្រាប់ខ្ញុំមើលថាកម្រងឯងយកលុយទៅណាហើយបើថាកម្រងឯងយកលុយទៅទិញផ្ទះក៏វាមិនសមដែរពេលព្រោះកម្រងឯងសប្តាហ៍នេះនៅផ្ទះជួលតែហើយបើថាកម្រងឯងទិញឡានឲ្យកូនក៏វាមិនសមដែរព្រោះកូនស្រីរបស់កម្រងឯងជិះឡានត្រឹម10000តិចតួចតាហើយកម្រងឯងយកលុយទៅណាបងកុំសួរខ្ញុំពីបញ្ហាលុយនេះអីបងចាំខ្ញុំរកវិធីរកលុយសងបងវិញណាសងវិញនេះលុយចិត្ត$30,000ណាមិនមែនលុយ$30,000លុយខ្មែរទេហើយឯងមានលុយណាសងហើយឯងសងដោយវិធីណាគាត់លុយលើកន្លែងដល់តែ$30,000ផងអីហ្នឹងហើយខ្ញុំលើបងប្រធាននិយាយពេលតែខ្ញុំជូនគាត់ទៅជួបភ្ញៀវនៅខាងក្រៅងប់មិនខានទេចុះលុយតុងទីនពួកយើងគិតមិនទៅនេះគាត់មិនបើកលុយពួកយើងទេគាត់បានចង់ការប្រាក់បងណាចុះពូហើយណាឌីគាត់មានចង់ការប្រាក់ដែរទេមានតើប្រហែលទៅខ្ញុំ$5,000ណាខ្ញុំ$3,000ដែរហ្នឹងអញ្ចឹងបានន័យថាខ្ញុំច្រើនជាងគេណាប្រហែលទៅ$20,000ណាអូនហើយខ្ញុំបានលើតំណែងថាគាត់ចង់ការលុយបុគ្គលិកនៅខាងក្រៅទៀតមែនហ៎ហ្នឹងហើយគេបានខ្សឹបប្រាប់ខ្ញុំពេលជិះឡានទៅជាមួយគ្នានោះចាំតែកំពុងក្នុងខ្សឹបប្រាប់ខ្ញុំបន្តិចនេះខ្ញុំមិនហ៊ានព្រោះបងកម្រងប្រាប់ខ្ញុំថាកុំឲ្យប្រាប់អ្នកណាហើយអញ្ចឹងណាអត់កើតទេពួកយើងទាំងអស់គ្នាត្រូវទារលុយពីគាត់ភ្លាមមកមែនទេបោះតើទាំងអស់គ្នាបោះទៅលឿនមីងពួកខ្ញុំមកនេះចង់សួររឿងលុយតុងទីននឹងលុយចង់ការប្រាក់របស់ពួកខ្ញុំហេតុអីក៏ពួកអញយករឿងនេះមកនិយាយពេលនេះឬមួយតែអញចង់បាក់មុខយើងហ៎អូខេយើងបានចង់ការប្រាក់ពួកអញមែនតែពួកអញមិនត្រូវយករឿងនេះមកបរិហាគេយើងមុខគេឯងចឹងណាការប្រាក់ណាយើងឲ្យឯងគ្រប់ចំនួនប៉ុន្តែពេលនេះហ៎ពួកខ្ញុំនឹងចាំបានការប្រាក់ឯងនឹងទៀតហើយពួកខ្ញុំចាំបានដើរមកវិញឲ្យខ្ញុំទៅរកណៃណានេះនិយាយចឹងចាំបានថាម៉េចយើងចង់និយាយដូចយើងនិយាយចឹងបើពួកអញមិនសុខចិត្តទេណាទៅប្តឹងដល់ណាប្តឹងទៅយ៉ាងច្រើនគេយកយើងដាក់គុកតែប៉ុណ្ណឹងខ្ញុំសុំមិនទទួលខុសត្រូវរឿងហ្នឹងពីព្រោះខ្ញុំបានហាមហើយមិនឲ្យលេងតុងទីនតែអ្នកទាំងអស់គ្នានេះណាលួចខុបខិតគ្នាលេងតុងទីនហើយនឹងលួចចងការស្ងាត់មិនឲ្យដឹងទៀតដល់តែមានបញ្ហាមកឲ្យខ្ញុំដោះស្រាយត្រឹមតែរឿងដែលគាត់លួចលុយនៅកន្លែងណាខ្ញុំឈឺក្បាលគិតមិនចេញផងអារឿងតុងទីនហ្នឹងខ្ញុំសើបមកដឹងថាគាត់មិនមែនលេងតែកន្លែងយើងមួយហ្នឹងទេគាត់លេងច្រើនក្បាលណាជាមួយអ្នកសាអ្វីដែលសំខាន់ណាអ្នកសាគេតែផ្អើលដឹងថាគាត់ហ្នឹងលេងកាន់កូនខ្មោចកាន់កូនខ្មោចមិនទៅដាលី
គាត់កាន់កូនខ្មោចហ្នឹងគាត់ដាក់ឈ្មោះម្ដងអ្នកនេះម្ដងអ្នកនោះហើយគាត់ថាលេងជាមួយគេហើយដេញម្ដងណាការខ្ពស់ណាក្បាល100ហ្នឹងណាការ$50ណោះគ្មានអ្នកណាដេញបានទេតាមកាប់ពិតណាអ្នកដេញណាសិតតែគាត់ទាំងអស់ហ្នឹងហើយបើអញ្ចឹងមែនណាមកជាងាប់ជាមិនខានទេអារឿងចង់បានការប្រាក់ខ្ពស់នេះណាព័ត៌មានណាចុះឲ្យញឹកតែមិនរៀងមកពីគាត់ដើរបោកលុយគេគ្រប់ទីកន្លែងអញ្ចឹងតាបានគាត់មានលុយដើរហឺហាប្រើរបស់ប្រេនចូលសិតតែហាងថ្លៃចំណែកពួកខ្ញុំដែលជំនាញឲ្យខ្ចីលុយនេះវិញប្រើតែរបស់ក្រោមឆាត់មិនដែលហ៊ានចូលហាងទេហើយបើប្តីខ្ញុំដឹងវិញមកជាងាប់ជាមិនខានទេមីង